សួស្តីបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់បន្ទីខ្លះអំពីការអញ្ជើញឲ្យ Facebook page យើងនឹងទម្លាក់ការរលុយពី Facebook page នឹងហើយអញ្ចឹងបងប្អូនចង់ដឹងពីរបៀបឲ្យ Facebook ទម្លាក់ការរលុយអញ្ចឹងបងប្អូនចូលទៅទស្សនាទាំងអស់គ្នាពីរបៀបដំបូងមកយើងចូលមកកន្លែង Facebook page របស់យើងមកបន្ទាប់មកយើងចុចទៅលើ profile page របស់យើងបន្ទាប់មកវាមានពាក្យ position dashboard ហ្នឹងហើយយើងអញ្ចឹងបងប្អូនចុចទៅលើវាមួយមកហ្នឹងហើយយើងឃើញមានតម្រងបែបនេះហ្នឹងហើយអញ្ចឹងយើងមើលតម្រងហ្នឹងមកយើងមករកពាក្យ monetization ហ្នឹងមកហ្នឹងហើយបងប្អូនចុចលើវាមកបន្ទាប់មកនៅពេលដែលយើងចុចលើ monetization មកគឺវាមានចេញមកតម្រងបែបនេះឯងបងប្អូនយើងហ្នឹងហើយអញ្ចឹងបងប្អូនចុចទៅលើពាក្យsky ហ្នឹងមកហ្នឹងហើយពាក្យ star ហ្នឹងមកបាទបន្ទាប់មកគឺវាចេញឲ្យយើងចេញពាក្យ I'm interesting ហ្នឹងហើយអញ្ចឹងបងប្អូនចុចទៅលើពាក្យនោះមួយមកបាទបន្ទាប់មកកន្លែងនេះវាឲ្យយើងបំពេញប៉ុន្តែយើងមិនបាច់បំពេញទេសម្រាប់ការបើករលុយហ្នឹងហើយអញ្ចឹងយើងចុចពាក្យ submit interesting មកជាការស្រេចហ្នឹងហើយបាទអញ្ចឹងអានេះរួចរាល់មួយបាទសម្ភារទី1គឺវារួចរាល់ហើយហ្នឹងហើយអញ្ចឹងយើង back មកវិញមកបែបមកវិញមកគឺនេះបងប្អូនចូលពាក្យនេះ subscription ណាពាក្យ subscription ហ្នឹងហើយដើម្បីចូលបំពេញបាទហើយអានេះកន្លែងនេះវាចេញមកតម្រងដូចគ្នាដែរបងប្អូនហ្នឹងហើយពាក្យនេះគឺ I'm interesting នេះគឺយើងចុចទៅលើវាមកដូចគ្នាមកហ្នឹងហើយបាទបន្ទាប់មកវាយើងចេញពាក្យ submit មកយើងចុចលើវាថែមទៀតមកហ្នឹងហើយបាទហើយកន្លែងនេះដែរគឺវារួចរាល់បងប្អូនហ្នឹងហើយរួចរាល់ហើយបាទសម្រាប់គឺរួចរាល់ហើយបន្ទាប់មកយើង back មកវិញមកបាទ back ចូលឡើង back វិញមកបាទ back មកវិញហើយគឺយើងចូលតាមលំដាប់ឡវិញមកគឺដាក់ content monetization មកបាទចុចលើវាមកហើយកន្លែងនេះដែរបងប្អូនសូមបញ្ជាក់ព្រោះដោយសារកន្លែងនេះខ្ញុំធ្លាប់ចុចវាមួយសារហើយអញ្ចឹងគឺវាអត់ load ឲ្យទេអញ្ចឹងបងប្អូនដែលមិនទាន់បានចុចហ្នឹងគឺវា load កន្លែងហ្នឹងដូចគ្នាដែរហ្នឹងហើយកន្លែងហ្នឹងសូមបញ្ជាក់ណាបន្ទាប់មកយើង back មកដល់ក្រោមនេះក្រោមនេះហ្នឹងហើយ star font ហ្នឹងហើយចុចលើវាមកបាទហើយកន្លែងនេះដែរគឺវាចេញមកតម្រងដូចគ្នាហើយបងប្អូននេះអញ្ចឹងយើងចុចលើវាទៀតមកបាទបន្ទាប់មកកន្លែងនេះបំពេញដូចគ្នាដែរអញ្ចឹងយើងចុចកន្លែង submit interesting មកដូចគ្នាដែរហ្នឹងហើយបាទនេះហើយហ្នឹងហើយវាជាការស្រេចហើយបងប្អូនណាសម្រាប់តែយើងរៀបចំវាដើម្បីឲ្យ Facebook page យើងបើការរលុយហ្នឹងហើយអញ្ចឹងការរៀបចំហ្នឹងវាមានតែប៉ុណ្្នឹងឯងហើយបន្ទាប់មកទៀតខ្ញុំចង់ចែកម្លែកអំពីការដែលយើងចង់ដឹងថា page យើងវាមានលក្ខណៈបែបយ៉ាងម៉េចអញ្ចឹងយើង back វាមកទៀតមកអញ្ចឹងបងប្អូនចូលកន្លែងនេះដូចគ្នាហ្នឹងហើយអញ្ចឹងយើងកន្លែងនេះគឺយើងចង់ទៅឆែកសុខភាព page ថាយើងល្អឬមួយក៏វាមានបញ្ហាអីចឹងចុចលើវាបន្តទៀតមកបាទបន្ទាប់មកយើងចុចលើឈ្មោះ page របស់យើងបាទបន្ទាប់មកនេះឃើញមានតម្រងបែបហ្នឹងហើយបងប្អូនហ្នឹងមានតម្រងហ្នឹងយើងចូលកន្លែង page recommend ហ្នឹងចូលកន្លែង page recommend មកបាទនេះហើយគឺបើសិនជាបងប្អូនមើលឃើញផ្កាយវាមានតម្រងបែបនេះមានន័យថា page យើងល្អទេអីទេវាអត់មានបញ្ហាអីទេអញ្ចឹងបងប្អូនអាចមើលកន្លែងទៅមានផ្កាយសរុបទាំងអស់ហ្នឹងហើយមើលផ្កាយកន្លែងហ្នឹងទៅព្រោះវាលូតពណ៌ខៀវធួយចេកនេះមានន័យថាសុខភាព page យើងគឺវាល្អទេហ្នឹងហើយអញ្ចឹងរបៀបដែលខ្ញុំបង្ហាញគឺមានតែប៉ុណ្្នេះទេហ្នឹងហើយសូមអរ